ភាពសប្បាយរីករាយដែលគាត់បានមានការទទួលស្គាល់ជាសកលក៏ដូចជាទទួលបានលិខិតទទួលស្គាល់អត្តសញ្ញាណដែលមានចុះហត្ថលេខាដោយអាដាមរដ្ឋមន្ត្រីក្រសួងអប់រំជនបទគឺពួកគាត់សប្បាយរីករាយខ្ញុំបានឈ្មោះសួនសវណ្ណដាជាអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារអភិវឌ្ឍជនជាតិភាគតិចនៅខេត្តបន្ទាយមានជ័យបាទសម្រាប់បច្ចុប្បន្ននេះគឺសហគមន៍របស់ជនជាតិដើមភាគតិចដែលយើងនៅក្នុងខេត្តបន្ទាយមានជ័យយើងមាន2គឺសហគមន៍ជនជាតិដើមភាគតិចភូមិជាប់ចាស់និងភូមិជាប់ថ្មីហើយយោងតាមការងារបច្ចុប្បន្ននេះគឺសហគមន៍ទាំងពីរនេះទទួលបានការអភិរក្សទទួលបានការអភិវឌ្ឍទាំងផ្នែកវប្បធម៌ប្រពៃណីក៏ដូចជាភាសាដោយសារការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក៏ដូចជាក្រសួងអប់រំជនបទដែលមានក្រមការដឹកនាំរបស់អាយដាមខេត្តទីសែនរដ្ឋមន្ត្រីក្រសួងអប់រំជនបទគឺឃើញថាការងារអភិរក្សនិងអភិវឌ្ឍជនជាតិដើមភាគតិចនេះយើងបានប្រព្រឹត្តទៅល្អជាពិសេសក្នុងភូមិនេះគឺពីមុនឡើងគឺពួកគាត់ភ័យខ្លាចក្នុងការបង្ហាញអត្តសញ្ញាណក៏ដូចជាភ័យខ្លាចក្នុងការប្រើប្រាស់ភាសាជនជាតិដើមភាគតិចគួយរបស់ពួកគាត់តែក្រោយពីមន្ទីរដែលជាសេនាធិការឲ្យក្រសួងអប់រំជនបទបានចុះមកក្នុងទឹកដីក្នុងភូមិទាំងពីរហើយបានផ្សព្វផ្សាយនៅគោលនយោបាយក៏ដូចជាការគាំពៀផ្សេងដែលជាគោលនយោបាយរបស់រដ្ឋាភិបាលធ្វើឲ្យពួកគាត់មានភាពក្លាហានមានភាពជឿជាក់លើខ្លួនឯងហ៊ានបង្ហាញហ៊ានបញ្ចេញនៅភាសាហ៊ានបញ្ចេញនៅវប្បធម៌ប្រពៃណីរបស់ពួកគាត់ឡើងវិញគឺយើងតែជនជាតិដើមភាគតិចណាលើកមុនគេអត់រាប់អានទេអារឿងជនដើមជនជាតិភាគតិចគេរើអើងគេហ្នឹងហើយគេមិនអាចរាប់រោទេសម្បត្តិតែយកគ្រួសារគេមិនអាចឲ្យកូនយកទេគេថាគួយគេមកយកគួយអត់គេអត់ចង់ជាប់និស័យទេទូស្គាល់អត្តសញ្ញាណមកឃើញថាគេទទួលស្គាល់ជនជាតិដើមភាគតិចច្រើនទៅណាគេទៅណាមិនចង់ឲ្យនិយាយស្ដាប់តែនិយាយភាសាគេស្ដាប់និយាយព្រោះចង់និយាយថាព្រោះចង់ឲ្យតែនិយាយស្ដាប់ភាពសប្បាយរីករាយដែលគាត់បានមានការទទួលស្គាល់ជាសកលក៏ដូចជាទទួលបានលិខិតទទួលស្គាល់អត្តសញ្ញាណដែលមានចុះហត្ថលេខាដោយអាដាមរដ្ឋមន្ត្រីក្រសួងអប់រំជនបទគឺពួកគាត់សប្បាយរីករាយហើយពេលដែលយើងមករៀបចំពិធីជូនគាត់អំឡុងមកគឺគាត់ប្រមូលគ្នាមកលើសចំនួនដែលយើងកំណត់រហូតបាទសម្រាប់មន្ទីរអប់រំជនបទគឺយើងបានជួយច្រើនហើយក៏ដូចជាជាមួយនឹងអង្គការដៃគូដែរគឺមានដូចជាប្រព័ន្ធចែកចាយទឹកមានផ្លូវហើយមានប្រគុណអនាម័យហើយនឹងមានការរៀបចំនៅទិវាជនជាតិដើមភាគតិចដែលយើងធ្វើជារៀងរាល់ឆ្នាំគឺនៅក្រោយពីថ្នាក់ជាតិលោកបានរៀបចំនៅថ្ងៃទី9ខែសីហាគឺមន្ទីរនឹងរៀបចំលៃលោកពេលវេលាសមរម្យណាមួយរៀបចំជាមួយនឹងភូមិទាំងពីរការដែលចូលមកធ្វើការនៅក្នុងសហគមន៍ជនជាតិដើមភាគតិចគួយនេះតាំងពីឆ្នាំ2018មកដែលខ្ញុំទទួលបន្ទុកគឺអត់ដែលមានការលំបាកអីទេគឺមានតែភាពសប្បាយរីករាយដោយសារតែមកទៅឃើញពុកម៉ែគាត់ទទួលរាក់ទាក់យើងគាត់ថាគាត់សប្បាយចិត្តថាយើងនឹងមកលើកទឹកចិត្តគាត់មកឲ្យគាត់នឹងបង្ហាញពីអ្វីដែលគាត់មានជាជនជាតិដើមភាគតិចគួយអញ្ចឹងគឺគាត់សប្បាយរីករាយហើយយើងដែលជាអ្នកធ្វើការជាមួយគាត់ក៏យើងសប្បាយរីករាយដែរបាទ